បាទសូមគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទូទស្សនិកជនទាំងអស់ដែលតែនិយមស្ដាប់អំពីការទូទាយជាមួយខ្ញុំបាននៅហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំទាំង12នៅវេលាថ្ងៃសុក្រទី7ខែកក្កដាឆ្នាំ2017បាទដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបានទាំងអស់គ្នាបាទអញ្ចឹងនៅវេលាថ្ងៃនេះគឺជាថ្ងៃសុក្រត្រូវនឹងទី7ខែ7ឆ្នាំ2017បាទអញ្ចឹងវាត្រូវនឹងលេខ7ទាំងអស់បាទវាគឺជាថ្ងៃដែលល្អនិងជាថ្ងៃដ៏អស្ចារ្យមួយបាទអញ្ចឹងយើងសូមតាណានជាមួយខ្ញុំបាទឆ្នាំជូតឫស្សីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះដោយសារដួងឫស្សីឡើងខ្ពស់ត្រដែតដូច្នេះហើយទោះធ្វើអ្វីក៏ដោយតែងតែសម្រេចជោគជ័យដោយគប់អំណងមួយចំនួនត្រឡប់មកវិញជានិច្ចការរស់នៅទោះជួបផលលំបាកបន្តិចក្តីតែបើមានការពុះពៀតែងតែហុចផលផ្លែផ្កាគោជាទីពេញចិត្តចំពោះលោកអ្នកដែលបកមុខរបររកស៊ីជីណូទីចិត្តទីឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងតែអាចប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្ដៅការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខសេមសានទាំងពេលទៅនឹងត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំបើលោកអ្នកចង់រៀបចំសង្គមគ្រួសារជាពេលវេលាល្អបំផុតមកបន្តមកទៀតចូលមកដល់ឆ្នាំឆ្លូវឫស្សីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគសេរីទោះធ្វើអ្វីក៏ដោយតែងតែផ្ដល់ផលផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផងហើយចំពោះលោកអ្នកដែលបកមុខរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនគួរប្រសើរទេប៉ុន្តែបើចង់ចេះបោះទុនតូចទុនធំសម្រាប់ខ្លួនឯងវិញឃើញថាគួរប្រសើរជាងការធ្វើដំណើរទីចិត្តទីឆ្ងាយជួបទៅនឹងភាពសុខដុមដោយសពមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីបើពុំទាន់មានគូគប់ជាឱកាសល្អបំផុតក្នុងការស្វែងរកឆ្នាំខាលឫស្សីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកចេញធ្វើដំណើរកិច្ចការងារពីព្រោះថាតែងតែមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ចចំពោះលោកអ្នកដែលបកមុខរបររកស៊ីជីណូលោកអ្នកកុំសោះអង្គើយត្រូវរវាសដៃរវាសជើងព្រោះមិនដូច្នេះទេទ្របលៀបដែលបំរុងនឹងធ្លាក់ដល់ដៃអ្នកនឹងត្រូវបោលហួសឬធ្លាក់ទៅលើអ្នកដទៃជាមិនខានរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការស្រស់ស្រាយនិងមានការចេះអត់ឱនឲ្យគ្នាល្អប្រពៃបាទឆ្នាំថោះឫស្សីរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យមក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សំទៅមុខឥតមានការថយក្រោយទេដូច្នេះទោះធ្វើអ្វីក៏ដោយតែងតែទទួលបានផ្លែផ្កាមកវិញគួរជាទីពេញចិត្តចំពោះការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់ទៅមុខដូច្នេះហើយការងារចាស់ឬកិច្ចការងារថ្មីក៏ដោយក៏តែងតែមានការប្រឹងប្រែងក៏ហុចផលល្អៗមកវិញជានិច្ចដែរសម្រាប់លោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរទោះបីលោកអ្នកជួញដូរទីចិត្តទីឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីគឺពុះជោគផលដែលរកបាននោះគឺគ្រាន់ជាទីកក់ក្ដៅតែយ៉ាងណាលោកអ្នកមិនគប្បីយកខ្លួនវាលេងលបាយស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃដល់ការលក់ដូរបាទជឿមិនជឿទៅមុខផងដែរបាទមានន័យថាមិនជឿនលឿនទៅមុខនោះទេរីឯសេចក្តីស្នេហាប្រុសនិងស្រីកើតមានភាពប្រទាំងប្រទើសនិងមានការប្រឆាំងគ្នាច្រើនផងដែរបាទឆ្នាំរោងឫស្សីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នកឃើញថាទទួលបានផលល្អនិងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តសម្រាប់ថ្ងៃនេះដែរលោកអ្នកបើចង់ចរចាយករឿងសំខាន់អ្វីមួយមកសម្រេចចិត្តជាពេលវេលាល្អបំផុតសម្រាប់ថ្ងៃនេះចំពោះលោកអ្នកដែលបកមុខរបររកស៊ីជួញដូរបើចង់បោះទុនតូចទុនធំមិនទាស់ខុសអ្វីឡើយពីព្រោះផលល្អៗនឹងហុចមកវិញជានិច្ចការធ្វើដំណើរទីចិត្តទីឆ្ងាយជួបទៅនឹងភាពសុខដុមដោយសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃឆ្នាំអាសាញ់ឫស្សីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងតែជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំកើតជួបការលំបាកផងដែរសម្រាប់លោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើឲ្យចំនួនទីចិត្តទីឆ្ងាយមិនសមប្រកបទេតែងតែមានរឿងរ៉ាវរកម្មចិត្តច្រើនហើយការធ្វើដំណើរទីចិត្តទីឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ
ចំពោះសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីមានការរកម្មចិត្តនិងពាក់មុខយៈដាក់គ្នាមិនតិចដែរទេបានបន្តមកទៀតចូលមកដល់ឆ្នាំមមីរាសីរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តរីករាយគួរសមហើយទោះធ្វើអ្វីក៏ដោយមានភាពស្រស់បំព្រងជានិច្ចចំពោះការរស់នៅក្នុងថ្ងៃនេះដែរមានការរីកលូតលាស់សន្សំទៅមុខហើយការប្រកបការងារតែងតែទទួលរងសម្ពាធច្រើនបន្តិចប៉ុន្តែមានភាពសុខដុមល្អដូចសពមួយដងបើជាអ្នកដែលបកមុខរបររកស៊ីជីងដូជួបលើបញ្ហាប្រទាំងប្រទើច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយភាពតានតឹងណាស់ដែររីឯបញ្ហាគូស្នេហាកំឡោះក្រមុំពុះម៉ាម៉ាយក្តីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមផងដែរឆ្នាំមមែរិស័យរបស់លោកអ្នកថ្ងៃនេះស្រត់ចុះថ្ងៃនេះយាយអូនរបស់លោកអ្នកធ្លាក់ស្រត់ចុះម្ល៉េះហើយធ្វើឲ្យដំណើរជីវិតរបស់លោកអ្នកជួបភាពប្រទាំងប្រទើនិងមានការរកម្មចិត្តច្រើនដូច្នេះត្រូវចេះអត់ធ្មត់ខ្លះទៅប្រសើរចំណែកឯបញ្ហាប្រកាសក៏បីមានការប្រយ័ត្នប្រយែងដែរព្រោះថាអាចមានការចំណាយច្រើនជាងធម្មតាផងរីឯអ្នកដែលបកមុខរបររកស៊ីជីងដូចូលប្រយ័ត្នក្រុមមនុស្សអុចអាលអ្វីមួយនាំឲ្យកើតការក្តៅក្រហាយបង្កជាចំនួនជាមួយអ្នកដទៃឡើងចំពោះការធ្វើដំណើរទីជិតទីឆ្ងាយចូលប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកកូនបដូរទោសវិញរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំពុះម៉ាម៉ាយក្តីចូលប្រយ័ត្នក្រុមមនុស្សទី3ចូលមកអុកលុកនាំកើតចំនួនវិវាទឈានមកដល់ការប្រឆាផងដែរបាទឆ្នាំវរិស័យរបស់លោកអ្នកថ្ងៃនេះឡើងពួរត្រដែតនៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នកឃើញថាតែងតែផ្ដល់នូវផលល្អនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តសម្រាប់ថ្ងៃនេះដែរលោកអ្នកបើចង់ចរចាយករឿងសំខាន់អ្វីមួយយកមកសម្រេចចិត្តជាពេលវេលាល្អបំផុតសម្រាប់ថ្ងៃនេះហើយចំពោះលោកអ្នកដែលបកមុខរបររកស៊ីជីងដូបើចង់បោះទុនតូចទុនធំមិនទាស់ខុសអ្វីឡើយពីព្រោះថាផលល្អនឹងហុចមកវិញជានិច្ចការធ្វើដំណើរទីជិតទីឆ្ងាយជួបទៅនឹងភាពសុខដុមដូចសមមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃឆ្នាំរការិស័យរបស់លោកអ្នកថ្ងៃនេះស្រត់ចុះក្នុងថ្ងៃនេះដោយសារដួងរិស័យធ្លាក់ស្រត់ចុះម្ល៉េះហើយទោះធ្វើអ្វីក៏ដោយលោកអ្នកមិនសូវឆ្លើយតបដោយសេចក្តីប្រាថ្នានោះឡើយបើជាអ្នកដែលបកមុខរបររកស៊ីជីងដូវិញទោះជួយជំនួយទីចិត្តទីឆ្ងាយនឹងការរកផលកម្រៃទៀតសោតជួបការលំបាកហើយពិសេសជួយទីចិត្តឲ្យប្រយ័ត្នចំនួនវិវាទថែមទៀតការធ្វើដំណើរទីចិត្តទីឆ្ងាយឲ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយកើតឡើងចំពោះសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំពុំម៉ាម៉ាយក្តីបើពុំទាន់មានគូគប់កុំឃើញភ្លាមស្រឡាញ់ផ្លែតប្រយ័ត្នជួបរឿងកម្មក្រាស់នៅពេលក្រោយតែប៉ុណ្ណោះបាទបន្តមកទៀតចូលមកដល់ឆ្នាំចរិស័យរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះដោយសារដួងរិស័យរបស់អស់លោកអ្នកបាទទោះបីធ្វើអ្វីក៏ដោយតែងតែសម្រាប់ជោគជ័យដោយគប់បំណងមួយចំនួនត្រឡប់មកវិញជានិច្ចការរស់នៅទោះជួបផលលំបាកបន្តិចក្តីតែបើមានការពុះពៀតែងតែហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តចំពោះលោកអ្នកដែលបកមុខរបររកស៊ីជីងដូវិញទោះជួញដូរទីចិត្តទីឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងតែអាចប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្ដៅការធ្វើដំណើរទីចិត្តទីឆ្ងាយជួបទៅនឹងភាពសុខដុមដោយសមមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំបើលោកអ្នកចង់រៀបចំសំគុំគ្រួសារជាពេលវេលាល្អបំផុតសម្រាប់ថ្ងៃនេះបានបន្តមកទៀតចូលមកដល់ឆ្នាំកុលរិស័យរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាជួបបញ្ហាលើកំណត់ផ្លូវរដេតរដប់បន្តិចដូច្នេះទោះធ្វើអ្វីក៏ដោយតែងតែជួបបញ្ហាមិនល្អយាយីផងបើជាអ្នកដែលបកមុខរបររកស៊ីជីងដូក្នុងថ្ងៃនេះវិញពុំសូវកាក់កប់ទេគឺលៀបហេងច្រើនមកហួសឬហោះរំលងជានិច្ចការធ្វើដំណើរទីចិត្តទីឆ្ងាយចូលប្រយ័ត្នការជួយយកអាសាគេព្រោះយកកូនមកបដូរទោសវិញជានិច្ចរីឯបញ្ហាសេចក្តីស្នេហាប្រុសនិងស្រីជួបរឿងរ៉ាវប្រទាំងប្រទើនិងចាប់កំហុសគ្នាច្រើនផងដែរបាទអូខេពុកម៉ែបងប្អូនខ្ញុំបាទជម្រាបជូនពុកម៉ែបងប្អូនបានចប់សពគ្រប់ហើយដែលតាក់ទងទៅនឹងហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំទៀង12នៅវេលាថ្ងៃសុក្រ
ទី7ខែ7ឆ្នាំ2017បាទលេខសុទ្ធតែលេខ7ទាំងអស់បាទអូខេខ្ញុំមានជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមមានសុខសុវត្ថិភាពទាំងអស់គ្នាក្នុងការធ្វើដំណើរទាំងពេលទៅនិងត្រឡប់មកវិញហើយមួយវិញទៀតសូមជូនពរដល់ការរកស៊ីរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមឲ្យមានការរកស៊ីជួញដូរលក់ដាច់អតិថិជនច្រើននិងមានភាពសុខដុមក្នុងមុខរបរការងារទាំងអស់គ្នាផងដែរដូច្នេះខ្ញុំសូមបញ្ចប់ត្រឹមនឹងចុះខ្ញុំសូមអរគុណសូមគោរពលា